ជនជាតិវៀតណាមសរុប63នាក់ត្រូវបានដេញចេញពីព្រះរាជាណាចក្រកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពតនៅថ្ងៃច័ន្ទ6កើតខែកដឹកឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី27ខែតុលាឆ្នាំ2025តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមស្នេហ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន63នាក់ស្រី11នាក់ចេញពីព្រះរាជាណាចក្រកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពតករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់មានលិខិតឆ្លងដែននិងគ្មានលិខិតឆ្លងដែន online scam ក្នុងនោះដែរនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានទទួលពីការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន63នាក់ស្រី11នាក់